ចាជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាជួបគ្នាជាថ្មីម្ដងទៀតហើយបងប្អូនថ្ងៃនេះរៀងផ្លែបន្តិចគឺនេះឃើញចង់ហូបពងមិនអាំងក៏ទិញពង20ក្របយកមកគោះអាំងណានេះនេះគោះពងជួយគ្នាម្ដាយមួយជើងឆាប់បានហូបបងប្អូនហើយគោះរួចក៏យើងដាក់គ្រឿងផ្សំរបស់វាណាមានប៊ីចេងបន្តិចរ៉ូឌីហើយនឹងម្រេចចាយើងកូរសពចូលគ្នាទៅបងប្អូននេះកូរសពហើយក៏មានអុយទេមានតែសក់ហើយលជីសាំងទំហំក៏ខ្ទឹមម្ទេសម្រេចអីសម្រាប់បុកគ្រឿងណាបុកគ្រឿងឲ្យបុកជ្រក់ម្រេចតែម្ដងណាខ្ញុំអត់ហាន់ខ្ទឹមទេខ្ញុំបុកតែម្ដងបុកដាក់ម្ទេសស្ករបន្តិចប៊ីចេងទៅម្រេចទៅបុកបញ្ចូលគ្នាឲ្យសពហើយក៏ច្បាច់ក្រូចឆ្មាដាក់ទៅបងប្អូននេះក្រូចឆ្មាមួយផ្លែតែខ្ញុំអត់ដាក់អស់ទេដាក់2ជំរាបណែ2ចំណិតណាចាហើយកូរឲ្យសពទៅដាក់ទឹកមួយស្លាបព្រាទឹកយើងធម្មតាណាដាក់លាយឲ្យវាមានសំណើមហើយក៏ប្រសក់ក៏យើងចិត្តទៅនេះចិត្តដាក់រៀបចំដាក់ថាសបងប្អូនដោយសារថតខ្លួនឯងអីខ្លួនឯងទៅក៏វាថតទៅបានស្អាតទេជក់ម្រេចហើយនឹងបន្លែប្លុកសម្រាប់ហូបតំណប់ជាមួយពងមិនអាំងយើងណាចានេះជ្រក់ឡើងតំណងបងប្អូនអើយចាបន្ទាប់ពីរៀបចំអស់ហើយក៏នេះយើងចាប់ផ្ដើមដាក់ចង្កាក់ដាក់ចានទៅអាំងពងណាហើយអាំងពងដែរគឺយើងប្រើបឿណាបងប្អូនទិញបឿគេមកកូនកែវមកក៏ដាក់រួចហើយក៏វាក្តៅក៏យើងដាក់ពងចូលទៅនេះចានេះងាយដែរបងប្អូនងាយស្រួលធ្វើទេហើយឆ្ងាញ់ហើយយើងហូបនៅផ្ទះយើងគឺសុវត្ថិភាពបងប្អូនសុវត្ថិភាពចង់ថាការបើបហើយមួយទៀតគឺយើងចង់ហូបមួយម៉ាន់ក៏បានដែរនៅផ្ទះយើងបងប្អូនចានេះជួយអាំងនេះក្មេងៗនៅផ្ទះនេះហូបទាំងអស់គ្នាអីលេខដាក់គ្រួសារបងប្អូនមានអីក្តីសុខបែបស្រកត្រែមានតែប៉ុណ្ណេះបងប្អូនអើយចាមានអីពងមិនអាំងបឿណានិយាយចំទៅណាពងមិនអាំងបឿជ្រក់ម្រេចចាខ្ញុំហូបអស់4-5ចានអត់ឆ្អែតបើយើងហូបនៅក្រៅមួយចាន1000រៀលតែដែលយើងធ្វើនៅផ្ទះទិញពង20ក្របមកអត់តែ10000ហើយបន្លែប្លុកនេះអត់10000ជាងហូបមួយឆ្អែតហើយក៏មានកូន speaker មួយទូដាក់ស្ដាប់កំសាន្តអារម្មណ៍នេះក្មេងៗនិយាយហៅបាយដួសបាយមកហូបជាមួយពងឯងចានេះពងហើយខ្ញុំចូលចិត្តអាំងរៀងស្រស់តិចមិនសូវជាក្រៀមម៉ាត់ទេប៉ោកម្លាំងតែបងប្អូនមើលទៅរៀងអស់កម្លាំងផ្លេកស្លាំងពេកហូបពងឲ្យមានកម្លាំងតិចពងមិនអាំងគឺងាយស្រួលធ្វើហើយបើយើងអាំងពងទាវិញអត់សូវឆ្ងាញ់ទេចាហើយនេះគ្រឿងក្រិចឲ្យត្រូវហូបបងប្អូនឆ្អិនហើយក៏ខ្ញុំយកមួយចានមកភ្លក់ដាក់មើលមុនគីទៅក្រែងលោវាពុលនិយាយលេងទេហូបមុនក្មេងៗមួយចានឲ្យដឹងថារសជាតិយ៉ាងម៉េចបងប្អូនអើយនេះខ្ញុំចាប់ផ្ដើមហូបចាមានអីមានឈើចាក់អាំងសាច់អាំងអីក៏យកមកចុចជាមួយទឹកសក់ទៅលាយជ្រក់ម្រេចជាមួយពងទៅពងឲ្យឆ្អិនណាបើហូបទៅអូឆ្ងាញ់ណាស់បងប្អូនអើយបងជឿសាកធ្វើហូបសាកមើលណាឆ្ងាញ់ណាស់ខ្ញុំថាឆ្ងាញ់ហើយខ្ញុំរឿងធ្វើខ្លួនអីមិនចេះទេបើថារឿងហូបចោកប្រកែណាបងប្អូនប៉ុន្តែហូបយ៉ាងណាក៏ខ្លួននៅតែប៉ុណ្ណេះខ្ញុំទៅណានេះបងប្អូនអើយឆ្ងាញ់ណាស់មើលឡើងញឹបញញបងប្អូនណាតានីមកហូបមកខ្ញុំបាននៅផ្ទះខ្ញុំចាបងប្អូនក៏ឃើញបាត់ខ្ញុំហូបក៏ដឹងថាឆ្ងាញ់ដែរហើយគ្រឿងផ្សំគឺងាយហើយងាយស្រួលរោហើយងាយស្រួលធ្វើទៀតចាបូតដាក់នេះចុកវ៉បហើយចារសជាតិឆ្ងាញ់ណាស់បងប្អូនខ្ញុំចូលចិត្តហូបយូរម្ដងយើងមិនមែនហូបជាប្រចាំទេយូរម្ដងថ្ងៃណានឹកឃើញចង់ក៏ហូបថ្ងៃណាមិននឹកឃើញក៏អត់ទៅណាបើទៅហូបនៅក្រៅ5-6ចានដែរតែវាអត់ឆ្អែតហូបនៅផ្ទះមានបាយមិនអីផងឆ្អែតបងប្អូនឲ្យឡើងតំណងនៅពងមិនអាំងនេះពងមិនអាំងផ្សំគ្រឿងពិសេសគឺឆ្ងាញ់ណាស់ឆ្ងាញ់ចិត្តស្ទើរទ្រូងហ្មងនេះតែឆ្ងាញ់ហើយបងប្អូនតាធ្វើហូបណាកុំភ្លេចណាធ្វើហូបអស់គ្នាងាយហើយស្រួលរកគ្រឿងទៀតក្តៅហុយមានអីអាំងបានក៏ដាក់អាំងបានក៏ដាក់អាំងចង់តាន់តើមិញនេះអាំងខ្ញុំនេះហូបជួយគ្នាអ្នកម្ដងដើម្បីខ្ញុំឆ្អែតកូនក្មេងញ៉ាំម្ដងជួយគ្នាទៅវិញទៅមកនេះខ្ញុំចិត្តប៉ុណ្ណេះឯងឆ្ងាញ់បងប្អូនហើយអរគុណបងប្អូនអរគ្នាសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់យើងនឹងជួបគ្នានៅវីដេអូបន្ទាប់បាយ